con nhung quạt ai tê mơ đăng luôn anh tha dụประมาณ quạt thửประชนตลอดตัววิ่ง cây áo và nó cây mà đây cây phèm bụng đó còn cây phèm thầy ngộp បើសិនជាបងប្អូនធ្លាប់តាមដានរាល់វីដេអូរបស់ខ្ញុំមុនប្រហែលជាដឹងហើយថាពីរអ្នកប្រិយប្រពន្ធខ្ញុំហ្នឹងគឺឆ្នាំឈុំគ្នាហើយមានគ្រូចិនសាយក៏ដូចជាគ្រូទាយច្រើនណាស់ដែលមកទស្សទាយឲ្យពីរអ្នកប្រិយប្រពន្ធខ្ញុំហ្នឹងគឺអត់អាចនឹងមួយគ្នាកើតទេស្មាត់ទោសគឺអ្នកខ្លះគាត់ថាកូនមួយកូនពីរបែកគ្នាប្រត់ស្លាប់អីអញ្ចឹងណាមានតែកូនមួយទេដែលគាត់ទាយមើលមកខ្ញុំពីរអ្នកហ្នឹងថាពីរអ្នកខ្ញុំហ្នឹងគូគ្នាតើប៉ុន្តែគាត់តែដូចមិនដាច់ហើយថ្មីគាត់ថាគូគេរស់ស៊ីបានសឹងអីហើយម៉ាក់ប៉ាខ្ញុំដំបូងក៏អត់ជឿទេគាត់គិតថាអាចនឹងខាងគេខាងប្រុសអញ្ចឹងក៏ជាទាយតែយើងខាងស្រីលើកូនស្រីឲ្យអញ្ចឹងណាប៉ុន្តែអស់ពីមួយរឿងចូលមួយរឿងម៉ាក់ប៉ាខ្ញុំគាត់តែងតែឲ្យកងមើលឲ្យហើយមើលឲ្យត្រូវរហូតឆត់ហ្មងអារឿងមិនទាន់កាត់ក៏គាត់មើលត្រូវអារឿងកើតហើយក៏គាត់មើលឃើញគាត់ដឹងទាំងឆ្នាំណាយើងរស់ស៊ីឡើងឆ្នាំណាយើងរស់ស៊ីស្មើឆ្នាំណាតែយើងគួរប្រយ័ត្នអញ្ចឹងហើយខ្ញុំពីរអ្នកជួបគ្នាក៏ជាគុណដ៏ធំរបស់កងដែរបើកុំតែកងកុំអីពីរអ្នកខ្ញុំហ្នឹងគឺអត់បានជួបគ្នាទេពួកខ្ញុំពីរអ្នកហ្នឹងគោរពកងណាមិនថាខ្ញុំចង់ធ្វើអីមុខរបរតូចធំឬក៏ខ្ញុំចង់ទិញរបស់ទ្រព្យធំអីគឺខ្ញុំតែងតែឲ្យកងខ្ញុំមើលឲ្យបើសិនជាអត់កើតទេចូលហើយខ្ញុំមានរឿងគឺខ្ញុំអត់ទិញទេនៅពេលដែលយើងស្ដាប់ក៏យើងរីកចម្រើនហើយនៅពេលដែលយើងជំនះក៏យើងចេះមានរឿងដល់ពេលអញ្ចឹងទៅខ្ញុំក៏ចេះតែជឿកងម្ដងឥឡូវហ្នឹងប៉ុន្តែបច្ចុប្បន្ននេះកងគាត់លែងមើលឲ្យកើតហើយគាត់អាយុ90ឆ្នាំជាងណាអ្នកទាំងអស់គ្នាហើយគាត់មានបញ្ហាតិចគាត់ស្ដាប់លែងឮអស់ហើយពេលខ្លះក៏គាត់អាចនឹងវែងដែរប៉ុន្តែចំពោះចៅខៀននេះវិញគឺគាត់អត់ភ្លេចទេគាត់ប្រាប់តាំងពីតម្រាគាត់ទាយមិនអីមិនរៀបរាសីមិនគាត់ប្រាប់ទៅខៀនគាត់ទទួលអត់កើតមិនដឹងរៀបមិនទេវេទនាណាហើយរឿងដែលខ្ញុំស្ដាប់ហើយខ្ញុំព្រឺសបល់ព្រឺក្បាលខ្ញាក់ហ្នឹងគឺគាត់ប្រាប់មិនទម្លឹកទី1ទេគាត់ប្រាប់ថាគាត់នឹងអស់បជនវិញនៅអាយុប្រមាណហើយប្រមុនខ្ញុំគិតថាអាចនឹងគង់វែងគង់គាត់ចេះថាអញ្ចឹងទៅណាតែអត់ទេមុននឹងគាត់ប្រាប់ពីអាយុគាត់ហ្នឹងគាត់មានតឡងគាត់មួយដែលត្រូវជាម៉ាបងខៀនបកើតដែលត្រូវជាម្ដាយរបស់ម្ដាយក្មេកខ្ញុំណាគាត់ស្រឡាញ់តឡងគាត់ណាគាត់សួរថាតឡងឆ្នាំនេះអាយុប៉ុន្មានហើយក៏និយាយគាត់ប្រាប់អាយុគាត់ចឹងហើយកងគាត់ប្រាប់ទៅថាយាយឯងត្រៀមចិត្តណាយាយឯងកៅគត់យាយឯងទៅហើយគាត់ប្រាប់ជីដូនខ្ញុំអញ្ចឹងហើយដល់ទៅពេលដែលដល់ឆ្នាំហ្នឹងយាយខ្ញុំគាត់ផុតទៅមែនអត់ដឹងប្រហែលកៅហើយប្រាប់ថាកៅមកទេកៅ5បម្លងប៉ុន្តែកៅ5ត្រូវងាប់អូគាត់មានគូទៀតទេខ្ញុំត្រូវងាប់ហើយកៅ5គាត់ប្រហែលគេមិញមកគាត់ប្រហែលគេមិញនោះជាកៅគុតអីចឹងអូតំ87លេកងនៅតំ87ទេអត់លឺទេកងអត់លឺតែនៅមកបងគាត់មានឈឺខ្លះហ្នឹងដឹងខ្លួនឯងតែ95ខូចទៀតចឹងបានថាពេលខ្លះរឿងជំនឿហ្នឹងបើសិនជាមិនជឿក៏មិនកើតដែរគាត់ថាអារម្មណ៍មួយនៅពេលដែលដឹងអញ្ចឹងទៅក៏ក្តុកក្តួលតែក៏អាចនឹងឲ្យកូនចៅទាំងអស់គ្នាកាន់តែដិតដល់កាន់តែនឹកកាន់តែប្រតិបត្តិទៅលើគាត់នៅពេលដែលពួកគាត់នៅមានបជនចំពោះខ្ញុំវិញខ្ញុំគិតថាមិនថាការដែលយើងដឹងថាយើងត្រឡប់ទៅវិញពេលណាឆ្នាំណាឬក៏យើងមិនដឹងទេសំខាន់បច្ចុប្បន្ននេះគឺធ្វើឲ្យខ្លួនឯងគិតថាខ្លួនឯងគឺជាថ្ងៃចុងក្រោយរបស់ខ្លួនឯងរាល់ថ្ងៃទៅព្រោះអីមនុស្សគ្រប់គ្នាមិនមែនគ្រប់គ្នាសុទ្ធតែអាចដឹងថាខ្លួនឯងទៅវិញពេលណាទេដូច្នេះហើយការដែលបកកើតជាមួយនឹងការចងចាំដ៏ល្អអនុស្សាវរីយ៍ដែលល្អធ្វើអ្វីតែរឿងល្អខ្ញុំគិតថាវាគឺជាការដែលឲ្យយើងគ្រប់គ្នាធ្វើអីដែលអស់ចិត្តហើយអត់មានវិបត្តិសារីទៅថ្ងៃមុខទេ